ចឹងយើងដាក់អ្វីមួយទៅឲ្យយើងមើលឃើញណាមើលឃើញថាវាភ្លឺបើយើងអត់ដាក់ចឹងយើងអត់ដឹងថាភ្លើងចូលឬក៏មិនចូលភ្លើងចេញឬក៏មិនចេញអញ្ចឹងយើងឲ្យវាចេញពណ៌ខៀវអូខេនេះសញ្ញាភ្លើងចូលយើងដាក់ពណ៌ក្រហមណាហើយនេះភ្លើងចេញយើងដាក់រេស្តង់ 4.7 គីឡូអញ្ចឹងយើងតេស្តមើលតិចអូខេនេះមិនត្រូវនេះបូកអូខេចេញពណ៌លឿងអូខេពណ៌លឿងអានេះគឺក្រហមអូខេឥឡូវយើងសាកមើលតិចអូខេនេះបានន័យថាចូលអានេះចេញអូខេមានចូលហើយមានចេញអានេះវាភ្លឺមិនរលត់ដោយសារតែវាបៀមជាមួយនឹង capacitor នេះ